សួស្តីពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel Rain Not Like KH ថ្ងៃនេះខ្ញុំចង់បង្ហាញជូនបងប្អូនត្រួសអំពីតម្លៃនៃចំណតអាកាសយានដ្ឋានអន្តរជាតិដេកជោដែលគេរាប់ចាប់ពីតុកតុករហូតដល់ជាប្រភេទរថយន្តផ្សេងហើយនឹងម៉ូតូអញ្ចឹងតោះមកមើលតម្លៃទាំងអស់គ្នាថារយៈពេលចំណតនឹងចតនឹងប្រហែលហើយសេវាដែលត្រូវបង់នឹងប្រហែលឥឡូវខ្ញុំចូលមកដំបូងគេកន្លែងនេះគឺ drop off land មានន័យថាយើងមកដាក់អ្នកដំណើរនៅពលានអញ្ចឹងកន្លែងនេះបើសិនជាបងប្អូនចតពី0នាទីរហូតដល់10នាទីតម្លៃចតគឺអត់ត្រូវបង់ទេគឺ free សម្រាប់ប្រភេទកង់3តុកតុកអីជាដើមហើយបើសិនជាក្នុងករណីគាត់ចតលើសពី10នាទីរៀងរាល់5នាទីគឺគេគិត add បន្ថែមគឺ 1.25 សេនបានន័យថា5000ណាចាហើយបន្តមកទៀតគឺជាប្រភេទឡានជាប្រភេទឡានគឺមានទី1គឺលក្ខណៈជាប្រភេទឡានទេសចរចាជាប្រភេទឡាន4កៅអីហើយ6កៅអីហើយនឹងជាប្រភេទឡានក្រុងអញ្ចឹងនេះគឺជាប្រភេទឡានដឹកអ្នកដំណើរនៅពេលដែលគាត់ដាក់អ្នកដំណើរចុះក្នុងរយៈពេលពី0ទៅ10នាទីគឺ free ចំណតអត់មានអស់ថ្លៃសេវាទេតែបើក្នុងករណីគាត់ចតលើសពី10នាទីរៀងរាល់5នាទីគឺ add តម្លៃថែម 1.75 សេនឡើងទៅចាហើយមួយទៀតជាប្រភេទឡាន truck ណាឡានដឹកទំនិញអីផ្សេងអញ្ចឹងណារយៈពេលនៃការចតគឺចាប់ពី0នាទីរហូតដល់20នាទីគឺ free ចុះបើគាត់ចតលើសពី20នាទីឡើងរៀងរាល់5នាទីគឺគេគិតតម្លៃបន្ថែម 2.25 សេនចាហើយមួយទៀតគឺជាប្រភេទpremium parking ចានេះតម្លៃរៀងថ្លៃបន្តិចជាប្រភេទ car បានន័យថាឡានទេសចរធម្មតាហ្នឹងហើយមួយទៀតជាប្រភេទឡាន SUV ណាដែលមានតម្លៃថ្លៃហើយមួយទៀតគឺជាប្រភេទ MPV ហើយតម្លៃចំណតចាប់ពី0នាទីរហូតដល់30វិនាទីគឺតម្លៃ$3អញ្ចឹងក្នុងករណីគាត់ចតលើសពី30នាទីឡើងរៀងរាល់30នាទីម្ដងគឺគេអត្តតម្លៃបន្ថែម 1.50 សេនបន្ថែមពីលើទៀតណាចាហើយមួយទៀតគឺជាតារាងបង់ប្រាក់ប្រចាំខែអញ្ចឹងអានេះគេអត់បានបញ្ជាក់ច្បាស់ទេថាប្រភេទឡានទាំងអស់ហ្នឹងគឺគេបញ្ចូលជាមួយគ្នាអញ្ចឹងណាអានេះគេដាក់តែខាមួយទេចាប្រភេទឡានគឺមួយខែគឺបង់$200ហ្មងសម្រាប់ parking នៅពលានចាហើយយើងក៏លេខមកមើលខាងនេះវិញគឺជាប្រភេទឡាន car ធម្មតាហើយនឹង SUV MPV ចាសម្រាប់ចំណតពី0នាទីរហូតដល់30នាទីគឺគេគិត$1អញ្ចឹងសម្រាប់30នាទីលើសចារៀងរាល់30នាទីម្ដងគឺគេអេដបន្ថែម 0.50 សេនហើយឡើងទៅដល់3ម៉ោងចាហើយមួយទៀតគឺចាប់ពី3ម៉ោងកន្លះទៅគឺអេដ 0.75 សេនចាគឺអេដថែម3000ពីលើទៀតអញ្ចឹងរៀងរាល់30នាទីគឺគេអេដតម្លៃថែម 0.5 សេនបន្ទាប់ពី3ម៉ោងហ្នឹងណាគេអេដ30នាទី75សេនបន្ថែមទៀតអញ្ចឹងបើគាត់ចតយូរជាងហ្នឹងគេគុណតាមហ្នឹងទៀតអញ្ចឹងទៅហើយបន្ទាប់មកទៀតគឺក្នុងករណីគាត់បាត់សបុតបាត់អីអញ្ចឹងណាអញ្ចឹងគឺគេពិន័យ$20ក្នុងមួយសបុតចាហើយបន្ទាប់មកទៀតរបៀបជា truck ឡានជាប្រភេទឡានដឹកទំនិញចាឈប់ពី0នាទីរហូតដល់30នាទីគឺគិតតម្លៃ 1.25 សេនគឺស្មើនឹង5000ដូចខ្មែរយើងចាបន្ទាប់មកបើសិនជាក្នុងករណីគាត់ចតលើពី30នាទីណាក្នុង
30នាទីបន្ថែមទៀតហ្នឹងគឺគេ add តម្លៃ 0.75 សេនពីលើទៀតណាចាហើយបើសិនជាបាត់សបត់ក្នុងករណីបាត់សបត់គឺគេពិន័យ$30ខាងក្រោមនេះគឺជាប្រភេទចតម៉ូតូចាចំណតម៉ូតូចាប់ពី0នាទីរហូតដល់12ម៉ោងគឺ 0.50 សេនចាអញ្ចឹងបើសិនជាគាត់ចតលើសពី12ម៉ោងគឺ add ថែម1000ទៀតណាបងប្អូនចា 0.25 សេនគឺស្មើនឹង1000រៀលលុយខ្មែរយើងចាក្នុងរយៈពេល1ម៉ោងចាអញ្ចឹងបើសិនជាបង់ជាខែវិញចាជាប្រភេទឡានគេអត់បញ្ជាក់ថាឡានអីទេក្នុងហ្នឹងគឺគេបញ្ជាក់តែត្រឹមឡានទេតែអត់មានបញ្ជាក់ថា SUV ឬមួយ MPV អីទេចាគេបញ្ជាក់តែត្រឹមឡានទេជា car តម្លៃគឺតម្លៃ parking គឺ$50បងជាខែណាហើយបន្ទាប់មកគឺម៉ូតូចាម៉ូតូគឺ$10នៅក្នុងមួយខែចានេះគឺការបង់សេវាចំណតរថយន្តហើយនិងម៉ូតូហើយនឹងតុកតុកនៅពលានយន្តហោះថ្មីរបស់យើងចាអញ្ចឹងពុកម៉ែបងប្អូនអាចពេលចតអាចសួរនឹងផ្នែកសន្តិសុខអីនៅខាងនឹងអញ្ចឹងណាព្រោះមានបងប្អូនខ្លះគាត់ថ្មីអញ្ចឹងពលានថ្មីគាត់ចូលទៅអាចថារៀងនេះច្រើនរៀងលក្ខណៈថាអត់ដឹងថាយើងត្រូវចតឡៃណាឡៃណីអញ្ចឹងណាអញ្ចឹងមុននឹងចូលសួរគេឲ្យបានច្បាស់មុនចូលណាជៀសវាងយើងចូលខុសកន្លែងទៅចតអស់លុយច្រើនចាអញ្ចឹងនេះជាអត្ថបទមួយដែរបងប្អូនគួរតែយល់ដឹងសម្រាប់ជាពិសេសសម្រាប់បងខាងតាក់ស៊ីហត់តាក់ស៊ីអីហ្នឹងចាគឺគាត់ត្រូវតែយល់ដឹងទូទៅអំពីសេវាចំណតហ្នឹងណាព្រោះភាគច្រើនគឺគាត់ត្រូវចូលទៅយកភ្ញៀវអីនៅខាងក្នុងអីចឹងណាចាអញ្ចឹងសម្រាប់អត្ថបទនេះគឺនាងខ្ញុំមានតែប៉ុណ្្នឹងសូមកុំភ្លេចជួយចុច like ក៏ដូចជា subscribe នៅ channel របស់នាងខ្ញុំផងហើយបើសិនជាពេញចិត្តសូមកុំភ្លេច share វីដេអូនេះចែករំលែកបន្តអរគុណសម្រាប់ការទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ